អូខេសូមជម្រាបសួរបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាថ្ងៃនេះជួបគ្នាជាមួយខ្ញុំបាទនៅវីដេអូថ្មីមួយទៀតហើយដែលខ្ញុំចេញវីដេអូដើម្បីជួយឆ្លើយសំណួរទៅដល់បងប្អូនយើងជាបន្តទៀតថ្ងៃនេះខ្ញុំយកមកប្រហែលជា7-10សំណួរហើយមុននឹងចូលទៅដល់សំណួរក៏ខ្ញុំសូមនិយាយពីបងប្អូនដែលតែងតែឆាតសួរខ្ញុំនិយាយទៅបងប្អូនឆាតសួរមកយូរហើយខ្ញុំក៏ធ្លាប់បានប្រាប់នៅក្នុងវីដេអូមុនខ្លះៗពាក់ព័ន្ធជាមួយនឹងការបើកបង្រៀនដែលបងប្អូនចង់បង្រៀនឲ្យខ្ញុំបង្រៀនផ្ទាល់បើកគ្រប់បង្រៀនតាមពិតខ្ញុំធ្លាប់បើកម្ដងដែរកាលមុនដែលខ្ញុំទៅតែចាប់ដើម channel ដំបូងហើយខ្ញុំបើកបង្រៀនបងប្អូនសម្រាប់អ្នកដែលគាត់ចង់រៀនជាមួយខ្ញុំគឺខ្ញុំបង្រៀនឲ្យខ្ញុំ support ផ្ទាល់នៅមានគ្រប់មានចម្ងល់អីឆាតសួរខ្ញុំផ្ទាល់ខ្ញុំនៅជួយណែនាំនៅក្នុងគ្រប់ទាំងអស់តែម្ដងប៉ុន្តែតាំងពីពេលនោះមកខ្ញុំកូនសិស្សដែលគាត់បានរៀនមួយខ្ញុំហ្នឹងក៏គាត់ឥឡូវហ្នឹងអត់ដឹងថាគាត់នៅបន្តឬក៏អ្នកខ្លះក៏បន្តទៅអ្នកខ្លះក៏គាត់អាចរកលុយបានហើយអ្នកខ្លះក៏គាត់ឈប់ទៅអញ្ចឹងទៅតែឥឡូវនេះគឺខ្ញុំឈប់បើកបង្រៀនហើយដោយសារតែទីមួយគឺពាក់ព័ន្ធជាមួយនឹង channel របស់ខ្ញុំដែលខ្ញុំធ្វើនេះគឺខ្ញុំបង្ហាញទៅទាំងអស់ហើយពាក់ព័ន្ធជាមួយមេរៀនពាក់ព័ន្ធជាមួយកលឹះ technique នៅក្នុងការរកលុយជាមួយ YouTube ផ្សេងគឺខ្ញុំបង្ហាញទៅទាំងអស់តែម្ដងហើយបើសិនជាខ្ញុំបើកបង្រៀនក៏ខ្ញុំធ្វើមេរៀនដូចតែនៅក្នុង YouTube ហ្នឹងដូចដែលខ្ញុំបង្ហោះ YouTube ហ្នឹងមិនមែនថាបើកបង្រៀនផ្សេងមេរៀនផុសក្នុង YouTube ផ្សេងទេគឺដូចគ្នាទាំងអស់អញ្ចឹងអ្វីដែលខុសបើសិនជាខ្ញុំបើកបង្រៀនគឺខ្ញុំត្រូវមានពេលវេលាគ្រប់គ្រាន់គឺអាចឲ្យ support បានថាជួយមើលបើសិនជាបងប្អូនមានបញ្ហាឆ្ងល់កន្លែងណាគឺខ្ញុំជួយប្រាប់បងប្អូនភ្លាមនៅពេលដែលបងប្អូនមានចម្ងល់ឬក៏មានបញ្ហានៅពេលដែលបងប្អូនធ្វើការស្នើសុំឬក៏ការបំពេញអីផ្សេងអញ្ចឹងទៅតែឥឡូវនេះខ្ញុំអត់សូវមានពេលទេខ្ញុំរវល់ច្រើនដូចបងប្អូនឃើញហើយការចេញវីដេអូរបស់ខ្ញុំក៏មួយអាទិត្យឬក៏10ថ្ងៃអីខ្ញុំចេញបានតែមួយវីដេអូទេមួយខែខ្ញុំអាចចេញបានតែ3ទៅ5វីដេអូទេអញ្ចឹងខ្ញុំអត់សូវមានពេលទេបើសិនជាខ្ញុំបើកបង្រៀនហើយខ្ញុំអត់មានពេលដដែលក៏ខ្ញុំអត់បើកបង្រៀនដែរហើយណាមួយដោយដែលខ្ញុំប្រាប់បងប្អូនដដែលអញ្ចឹងមេរៀនទាំងអស់គឺនៅក្នុង YouTube គឺដូចគ្នាទាំងអស់ហើយមេរៀនផ្សេងនៅលើ YouTube អាចល្អជាងវីដេអូរបស់ខ្ញុំជាច្រើនទៀតគឺមាននៅលើ YouTube ទាំងអស់អញ្ចឹងបងប្អូនមានបញ្ហាបងប្អូនអីអាចមើលទៅលើ YouTube យើងមិនបាច់ចំណាយលុយរៀនទេបានថាយើងរៀន free យើងអនុវត្តផ្ទាល់ហើយមានចម្ងល់បងប្អូនអាចសួរខ្ញុំបានដូចគ្នាគ្រាន់តែថាពេលខ្លះខ្ញុំរៀងឆ្លើយតបយឺត reply បងប្អូនយឺតឬក៏យកសំណួរបងប្អូនយកមកឆ្លើយតបហ្នឹងរៀងយឺតតិចទៅហើយបងប្អូនក៏អាច join ទៅលើ Telegram group របស់ខ្ញុំដែលខ្ញុំដាក់ link នៅក្នុង description នៅលើវីដេអូនេះដូចគ្នាបងប្អូនឃើញនៅលើគេហ្នឹងបងប្អូនអាចចូលរួមទៅមានចម្ងល់បងប្អូនអាចសួរនៅក្នុងហ្នឹងបានហើយមានបងយើងដែលគាត់មានបទពិសោធន៍ច្រើនពាក់ព័ន្ធជាមួយការរកលុយជាមួយ YouTube ហ្នឹងពេលគាត់ទៅក៏គាត់ជួយឆ្លើយតបក៏គាត់ជួយបញ្យល់បងប្អូនឲ្យយល់ឲ្យអាចរកលុយជាមួយ YouTube បានដោយបងប្អូនមិនបាច់ចំណាយលុយទេអញ្ចឹងវា save នៅការចំណាយរបស់បងប្អូនដែលយើងចាប់ផ្ដើមដំបូងយើងអត់តន់រកលុយពីវាបានទេហើយក៏មិនបានភ្លាមដែរចំពោះការរកលុយជាមួយ YouTube អញ្ចឹងកុំឲ្យបងប្អូនចំណាយលុយច្រើនបងប្អូនចំណាយតែលើឧបករណ៍ថតទៅលើការផលិតវីដេអូរបស់បងប្អូនទៅគឺគ្រប់គ្រាន់ហើយខ្ញុំនិយាយនេះមិនមែនថាបងផ្សេងដែលគាត់បើកបង្រៀនអីបងប្អូនកុំចូលរៀនអីអត់ទេបងប្អូនចង់ចូលរៀនក៏ចូលទៅចង់អត់ក៏អត់ទៅគាត់ថាមេរៀន free មានច្រើនហើយពាក់ព័ន្ធជាមួយនឹងការចូលរៀនត្រូវមើលតម្លៃដែរបើសិនជាថ្លៃពេកបងប្អូនមិនបាច់ចូលរៀនទេបើសិនជាល្មមបងប្អូនអាចចូលរៀនបានបងប្អូនចូលរៀនក៏បានដែរបើសិនជាយើងទុកចិត្តគាត់អាចគិតថាគាត់អាចបង្រៀនយើងបានហើយគាត់មិនមែនយកលុយយើងហើយតម្លាក់តែមេរៀនឲ្យចោលមេរៀននៅលើ YouTube គឺអត់ខុសគ្នាហ្មងទេដូចខ្ញុំនិយាយចឹងអ្វីដែលខុសគ្នាគឺការ support នៅពេលដែលបងប្អូនមានបញ្ហាបងប្អូនមានចម្ងល់អីផ្សេងគាត់អាចជួយប្រាប់គាត់អាចជួយពន្យល់ឲ្យបងប្អូនយល់នៅពេលដែលបងប្អូនមានចម្ងល់ទៀតបងប្អូនសួរមិនមែនថាបើកបង្រៀនដល់ពេលបង្រៀនហើយចូលគ្រប់ចូលអីផ្ញើមេរៀនមានផលិតពីជួនកាលអត់ផលិតមេរៀនខ្លួនឯងយកមេរៀនគេអីមកទៀតហើយដល់ពេលយើងសួរអត់មានចម្លើយពេលដែលយើងមានចម្ងល់មានបញ្ហាអីអត់ដោះស្រាយអាហ្នឹងគឺជាបញ្ហាតែបើសិនជា
គាត់បងលុយចូលរៀនតម្លៃសមរម្យមួយហើយចាយទៅលើពេលវេលារបស់គាត់ដែលគាត់ខំបរៀនយើងខំបញ្យល់យើងខំណែនាំយើងពេលដែលយើងមានបញ្ហាគាត់ជួយដោះស្រាយឲ្យយើងអាហ្នឹងគឺយើងចូលរៀនទៅអត់បញ្ហាទេយើងចំណេញដូចគ្នាទេអូខេអញ្ចឹងរៀងវែងតិចហីដោយសារខ្ញុំចង់បញ្ជាក់នៅក្នុងវីដេអូនេះពាក់ព័ន្ធជាមួយនឹងបងប្អូនដែលឆាតមកផ្ទាល់អីដែលគាត់ចង់ចូលរៀនជាមួយខ្ញុំគាត់សួរតម្លៃម៉ានអីម៉ានអីចឹងអូខេយើងចូលមកដល់សំណួរយើងតែម្ដងសំណួរទី1គាត់បានខមមិនថាបងតើវីដេអូសូត្រវីដេអូសតមួយសប្តាហ៍3វីដេអូល្អឬអត់បងចំពោះវីដេអូសតមួយសប្តាហ៍3គឺតិចណាស់តិចដោយសារតែសតគឺគេផុសច្រើនយើងអាចធ្វើបែបហ្នឹងបានគ្រាន់តែថាឱកាសនៅគ្រប់កោការយើងគឺវានៅឆ្ងាយហើយឱកាសដែល channel យើងទទួលបាន view ច្រើនក៏វានៅឆ្ងាយដែរដោយសារតែវីដេអូ short យើងអត់ដូចវីដេអូវែងទេដែលខ្ញុំធ្លាប់ប្រាប់អញ្ចឹងវីដេអូវែងគឺគិតទៅលើគុណតម្លៃបានន័យថាវីដេអូរបស់យើងអាចលើសគេមានគុណតម្លៃលើសគេមើលទៅអាចក៏ប្លែកលើសគេមើលទៅប្លែកលើសគេឬក៏ចំណេះដឹងឬក៏ការកែច្នៃរបស់យើងប្លែកពីគេអាហ្នឹងយើងផុសយូរមួយក៏បានដែរដោយសារតែអត់មានអ្នកធ្វើទេប៉ុន្តែវីដេអូ short គឺអត់ទេចេះតែថតដូចតែគ្នាទេអ្នកណាក៏ថតបានដែរថតតែកូនឆ្កែ 4-5 ដែលទៅតែកើតកូនឆ្មាអីហ្នឹងយើងថតខ្លីៗដដែលស្តៀងគ្នាដូរតែទីតាំងអីចឹងហើយនៅពេលដែលយើងដាក់ចំណីដាក់អីឲ្យសត្វចិញ្ចឹមរបស់យើងថតរហូតផុសមួយថ្ងៃគេផុស10 20 30វីដេអូអីចឹងទៅតែយើងមួយសប្តាហ៍ផុសតែ3វីដេអូទេអញ្ចឹងយើងអាចគណនាខ្លួនឯងថាការប្រកួតប្រជែងរបស់យើងអាចទៅដល់គេអត់អញ្ចឹងបើសិនជាការប្រកួតប្រជែងរបស់យើងចាញ់គេហើយគុណភាពវីដេអូប្រហែលគ្នាទេចំពោះ short អត់មានថាវីដេអូណាមានគុណតម្លៃជាងវីដេអូណាល្អជាងវីដេអូណាទេអញ្ចឹងយើងនឹងចាញ់គេយើងអត់ងាយគ្រប់កោការទេ YouTube ក៏អត់សូវរុញវីដេអូរបស់យើងដែរយើងផុសអញ្ចឹងផុសបានគ្រាន់តែថាយើងផុសកំសាន្តយើងទៅផុសទុកវីដេអូអនុស្សាវរីយ៍អញ្ចឹងទៅយើងផុសលេងអញ្ចឹងទៅតែបើយើងផុសចង់រកលុយជាមួយ YouTube តាមរយៈ short មួយសប្តាហ៍3វីដេអូគឺមិនងាយទេមិនងាយបានគ្រប់កោការទេសំណួរមួយទៀតគាត់បានខមមិនថាលោកគ្រូខ្ញុំឃើញ channel YouTube ខ្លះគេយករឿងភាគចិនមកផុសបានខ្ញុំសាកផុសដែរតែមិនបានមកពីមូលហេតុអ្វីគេផុសបានហ្នឹងយើងក៏ផុសបានដែរផុសអត់បានហ្នឹងវាយ៉ាងម៉េចដែរអាចផុសអត់បានដោយសារអាប់ឡូតទៅគៀងហ្មងឬក៏ពេលដែលអាប់ឡូតទៅផុសបានដែរប៉ុន្តែវាជាប់ copyright ឬក៏យើងផុសបានដែរប៉ុន្តែអត់ជាប់ copyright ប៉ុន្តែវា disable channel របស់យើងដោយមានគេ report អាហ្នឹងវាមានបញ្ហាផ្សេងប៉ុន្តែបើផុសបានខ្ញុំជឿថាផុសបានដូចគ្នាយើងក៏ផុសបានគេក៏ផុសបានតែគ្រាន់តែថាបញ្ហាគឺផុសទៅវាមានខូច channel អត់មានគេ report អត់ឬក៏រកលុយបានអត់បើសិនជាផុសគឺខ្ញុំជឿជាក់ថាអាចផុសបានដោយសារគ្រាន់តែផុសគឺអត់មានបញ្ហាទេ YouTube អត់ចាប់ទេនៅចាប់ពេលដែលយើងផុសហើយពេលដែលយើង upload ហើយវាទៅជា public ហើយវាអាចមានបញ្ហាកន្លែងហ្នឹងឧទាហរណ៍ថាវាជាប់ copyright ឬក៏មានគេយើងផុសសុកទៅ channel របស់យើង disable បាត់YouTube បិទ channel របស់យើងបាត់ដោយសារតែមានគេ report ឬក៏ខុសគោលការណ៍ណាមួយរបស់គេអញ្ចឹងទៅអញ្ចឹងពាក់ព័ន្ធជាមួយផុសរឿងភាគគឺផុសបានហើយបញ្ហាដែលរកលុយអត់បានគឺរកលុយអត់បានដូចគ្នាអ្នកណាក៏រកលុយអត់បានដែរមិនមែនគេរកលុយបានយើងរកលុយអត់បានទេជួនកាលគេផុសគេយកជា channel traffic ដែលខ្ញុំធ្លាប់បង្ហាញបងប្អូនប្រាប់បងប្អូនកន្លឹះធ្វើ channel traffic អីហ្នឹងគឺយើងធ្វើ channel របស់យើងឲ្យ reach ជួនកាលគេយកចម្រៀងផុសអញ្ចឹងទៅ channel របស់យើងឲ្យ subscribe បានច្រើនទៅយើងអាចផុសវីដេអូ original របស់យើងចូលខ្លះទៅបន្ទាប់មកយើងលុបវីដេអូរបស់គេចោលអស់យើងទុកតែវីដេអូ original របស់យើងមួយទៀតគឺយើងអត់ធ្វើបែបហ្នឹងទេយើងផុសតែដូចរឿងភាគអញ្ចឹងយើងផុសតែរឿងភាគរហូតទៅនៅពេលដែលគ្រប់100k 50-60k channel របស់យើងចាប់ផ្ដើមរីកខ្លាំងយើងយក channel ហ្នឹងយកទៅ share ចូល community share វីដេអូ original របស់យើងឬក៏យើងអាចមានគេជួលយើងគិតទៅ share មកផុសឬក៏10ផុស$10ឬក៏$20 $50 $100ទៅតាម channel របស់យើងតូចធំចរចាតម្លៃអញ្ចឹងទៅអាហ្នឹងគឺយើងយកចំណូលតាមហ្នឹងមួយទៀតយើងអាចដាក់នៅក្នុង end screen នៅពេលវីដេអូរបស់យើងបញ្ចប់ហ្នឹង
វាមាន end screen យើងអាចដាក់វីដេអូពី channel YouTube ណាក៏បានដែរហើយនឹង add card អាហ្នឹងគឺសិតតែជាការ promote នៅ channel តូចៗអញ្ចឹងយើងឃើញ channel ខ្លះគាត់ទៅតែចាប់ផ្ដើមគាត់ទៅតែផុសបាន2 3វីដេអូប៉ុន្តែ view គាត់ច្រើនជួនកាលយើងអត់ដឹងអ្វីដែលនៅពីក្រោយទេយើងចាប់ផ្ដើមដូចគ្នាប៉ុន្តែអ្វីដែលនៅពីក្រោយគេគឺខុសពីយើងបានន័យថា channel ហ្នឹងចាប់ផ្ដើមតូចដូចគ្នាប៉ុន្តែគេមាន traffic គេមាន channel ធំសម្រាប់ share គេមានដាក់ end screen ខាងក្រោយអញ្ចឹងវីដេអូរបស់គេទៅតែផុសក៏មាន view ច្រើនដែរបានន័យថាមានគេឃើញហើយគេឃើញគេចាប់អារម្មណ៍គេចុចមើលទៅដល់ពេល channel របស់យើងគឺពឹងទៅលើ YouTube 100% ឬក៏គេអាចមាន Telegram group ឬក៏គេអាចមាន Facebook group Facebook page អញ្ចឹងសុទ្ធតែជាអ្វីដែលដើមទុនរបស់គេដល់ពេលយើងអត់មានដើមទុនទេយើងចូលទៅថ្មីសុទ្ធតែម្ដងអញ្ចឹងយើងយកទៅប្រៀបធៀបជាមួយគេក៏អត់បានដែរហើយមួយទៀតគេអាចនឹងផុសសម្រាប់ channel ដែលគេ load chat បានន័យថាគេទិញ channel YouTube ដែលរកលុយបានហើយគេមាន channel គេធំហើយគេចាប់ផ្ដើមយកវីដេអូហ្នឹងទៅផុសនៅ channel ដែលរកលុយបានរឿងភាគហ្នឹងហើយគេ share ទៅ channel គេធំរកលុយបានចឹងទៅតែពេលរកលុយបានពេលណាដែល YouTube ចាប់បាន YouTube បិទវិញចឹងទៅហើយលុយហ្នឹងពេលខ្លះបើកលុយបានពេលខ្លះបើកលុយអត់បានចឹងទៅដូចអ្នកដែល click VPN ដូចគ្នាអញ្ចឹងហើយ channel ដែលទិញគេហ្នឹងខូចក៏ខូចទៅគេអត់ខ្វល់ទេដោយសារគេធ្វើច្រើនអញ្ចឹងដល់ពេលដែលបើកលុយបាន1 2អីគេរកចំណូលបានច្រើនហើយអាហ្នឹងរបៀបរកលុយគឺមានច្រើនមែនតើយើងអត់ដឹងយើងទៅតែថ្មីយើងអត់យល់ទេប៉ុន្តែនៅក្នុងការរកលុយនេះគឺមានច្រើនរបៀបមែនតើដែលយើងអាចមិនថាយើងធ្វើ original មិនថាយើងអត់ធ្វើ original អីទេគឺយើងមានវិធីធ្វើច្រើន load chat អ្នកខ្លះអាចផុសបំពេញគោលការណ៍របស់គេទៀតបំពេញគោលការណ៍ YouTube តែម្ដង YouTube ចាប់បាន YouTube បិទទាំង AdSense បិទទាំងអីទៀតក៏មានដែរអញ្ចឹងគេអត់ខ្វល់ទេដោយសារ AdSense ក៏គេទិញគេបាន YouTube channel ដែលរកលុយបានក៏គេទិញគេបានដែរសំខាន់គេបូកសរុបលទ្ធផលទាំងអស់ទាំងបិទទាំងបើកលុយបានទាំងបើកលុយអត់បានទៅគេចំណូលរបស់គេបានមួយខែប្រហែលទៅតាមចំណូលរបស់គេអញ្ចឹងទៅគេនៅតែធ្វើបែបហ្នឹងបានរហូតដល់ YouTube បិទឈប់ឲ្យរកបានសោះតែម្ដងយើងទៅរកផ្លូវផ្សេងទៀតទៅព្រោះអីការរកលុយនេះគឺវាមានច្រើនប្រភេទដូចយើងរកស៊ីអញ្ចឹងរកស៊ីវាមានរកស៊ីសុចរិតរកស៊ីមិនសុចរិតរកស៊ីបែបមានសិលធម៌រកស៊ីបែបគ្មានសិលធម៌រកស៊ីបែបបំពល់រកស៊ីបែបត្រឹមត្រូវអាហ្នឹងគឺវាដូចគ្នាអញ្ចឹងគាត់ថារូបភាពវាខុសគ្នាប៉ុន្តែអាចេតនាហ្នឹងគឺដូចគ្នាទេអូខេឥឡូវយើងចូលមកដល់សំណួរមួយទៀតគាត់បានខមមិនថាលោកគ្រូខ្ញុំសូមសួរមួយនៅប្រទេសនៅបរទេសពេលយប់និងម៉ោងនៅកម្ពុជាពេលថ្ងៃត្រូវម៉ោងប៉ុន្មានដែរយើងអត់អាចឆ្លើយបានទេបរទេសហ្នឹងយើងចង់ដឹងថាបរទេសហ្នឹងនៅប្រទេសណាដោយសារតែពាក្យបរទេសមួយសូម្បីតែអ្នកចិត្តខាងរបស់យើងដូចជាថៃវៀតណាមឡាវអីក៏បរទេសដែរអញ្ចឹងពេលយប់របស់គេយើងក៏យប់ពេលថ្ងៃរបស់គេយើងក៏ថ្ងៃដែរហើយបរទេសដូចនៅអឺរ៉ុបនៅអឺរ៉ុបនៅសហរដ្ឋអាមេរិកនៅជប៉ុននៅចិនវាខុសគ្នាយើងអត់អាចដឹងទេបើនៅសហរដ្ឋអាមេរិកតាមរដ្ឋទៀតរដ្ឋខ្លះម៉ោងនេះរដ្ឋខ្លះម៉ោងនោះអញ្ចឹងវាអត់ទៀងទេខ្ញុំអត់អាចឆ្លើយបានទេគ្រាន់តែថាបើយើងចង់ដឹងថាប្រទេសណាតែម្ដងយើងអាច search ទៅក្នុង Google សួរបានយើងសួរ AI ក៏បានដែរចង់ដឹងថាម៉ោងនៅយើងម៉ោង7ព្រឹកយើងស្មើនឹងម៉ោងប្រមាណនៅជប៉ុនស្មើនឹងម៉ោងប្រមាណនៅចិនស្មើនឹងម៉ោងប្រមាណនៅអូស្ត្រាលីស្មើនឹងម៉ោងប្រមាណនៅបារាំងអីចឹងទៅយើងអាច search អញ្ចឹងទៅវានឹង load មកឲ្យផ្ទាល់របស់យើងតែម្ដងឬក៏គេគិតម៉ោង UCT ក៏ U អីខ្ញុំភ្លេចបាត់ហើយអាហ្នឹងគេបូកយើងបូកដូចជាបូក7ឬក៏ដកឬក៏បូក1បូក2អីតាមហ្នឹងទៅគ្រាន់តែថាបើសិនជាយើងធ្វើទៅចង់ឲ្យបរទេសមើលទៅជាអ្នកបរទេសអាចរកលុយបានច្រើនយើងអាចសរុបជារួមនៅពេលដែលយើងថ្ងៃគេយប់ពេលគេយប់យើងថ្ងៃយើងម៉ោង6ព្រឹកគេម៉ោង6ល្ងាចយើងម៉ោង9ព្រឹកគេម៉ោង9យប់អាហ្នឹងយើងអាចគិតបែបហ្នឹងតែម្ដងក៏បានដែរអ
dương mong mùi giúp cái mong mùi ngày dương cất sở rộp chỉ ruộng bài nâng tại mà đón có ba này để sao ta ở rộp nâng nơi Americ xem phía chán khó kia ai chờ nó nâng vào mũi mau từ đập pi mau từ đập bay mau ở chân thầy dương ai cắt bài nâng có ba này rồi thôi dương trong post channel dương từ bờ tết dương ai post mau pi mau phòng buồn chụp lại tới và tha phòng bảy giúp đi có phòng buồn chụp tới bảy giúp dương cái tha phía chán cái phòng bảy bật dẫn cái chập làm cao vậy hay dương post mau mùi giúp nơi cái ai mong mùi lường nghiệt mong mùi ngày tròn này chẳng tới giống như ai thua bài nâng bàn ok sầm nụ một tiết còn ban comment tha bông make có video YouTube short setting nhóm trai ca to tại đọc âm dụ chẳng ai đô tay chia 7 ấm rồi có 5 âm dụ bàn tê bông một tiết dạ về 7 khái trời miên chùm nuôn nẹ mớ đọc ấm 5 ấm 7 ấm sầm rạp sọt cho bà 7 khai ắt cục đọc ấm ta miên bánh hà tê ở chùm pua 7 khai ắt cục nắng cứ dương chlau dù ấy bà này tha ắt miên bánh hà ấy tê cái cách là 7 khai trong krao tê bà này tha bảo sân dìa hua 7 khai ngay từ bộ đại việc phốt 7 khai nắng cái độ màu cái độ ví dụ trên thay cái cách là 7 khai trong krao bà này tha dương chỉ là bảo dương 7 năm 4 năm có ắt bánh hà đấy ôi tại 7 khai trong cái đó dương cục đọc liền ví dụ cái dương ai sana xôm 3 này hay ở chấm pua nó không setting ở hai chỉ dương ở toàn update rồi có YouTube update cho mỗi channel bỏ dương còn ta tha chỉ tu tới cứ đọc âm ví dụ nằng 7 âm 5 âm nắng mình mền cho mỗi nằng ca rọc lôi monetize thế vì ở một nghề xem thế một nghề subscribe một nghề xem event xem chân thời chẳng dương mình bạch các bạn này để sang này về tay dương cứ mình sơ chỉ ai cho rock band thì dương chăm cục buôn đọc âm ví dụ nâng tay mà đó chăm dương sana xôm các bạn này đôi chỉ mỗi dương thua lon ở đôi chiều mà khe có pk máu này để dương ai miên sắt sana xôm mà tàng hay là pe buôn pon máu cứ dương ai sana xôm mà tàng thiệt và đã chỉ tu tới dương chăm buôn pon máu tay mà đó các bạn này dương sana xôm sờ rộp tầng ở tay mà đó để xa dương rock tay cho mỗi nông bên này chỉ cam tay dương ở miền từ rock tam subscribe ở miền từ rock tam bằng lôi group ấy xem thì chấn dương rock bên này chỉ cam dương cặp tại buôn pon máu cho mỗi nông đọc liên ví dụ nông tại ba này ở bành hai thế hay ở chấm pua bay khai đôi nhôm gì mà dân cùng mà rõ mà đây cho này bảo dương hua bay khai hua mà năm cả đầu cho này bảo dương ở miền bành hai ấy thế còn là tha bảo dương ở group màu ở group ví dụ cứ dương ở ai cho rock lôi ban ở toàn miền phần này chỉ cam ở toàn miền monetize cho phần năng nghề ok cho một sầm nụ một tiết các bạn comment tha lục ru ởរបៀបធ្វើទៅបរទេសគេធ្វើដាក់ទីតាំងនៅបរទេសឬក៏អត់ក៏ប៉ុន្តែយើងនៅខ្មែរហើយអាចសាររកលុយបានឬទេចំពោះទីតាំងយើងអាចដាក់ខ្មែរបានអត់បញ្ហាអីទេទីតាំងដូចពីមុនយើងអត់មាននៅខ្មែរទេឥឡូវយើងអាចបើករកលុយបាន YouTube បាន support ជាមួយនឹងប្រទេសខ្មែររបស់យើងហើយអញ្ចឹងអត់បញ្ហាទេគឺយើងអាចដាក់នៅប្រទេសខ្មែររបស់យើងបានយើងអាចរកលុយនៅខ្មែររបស់យើងបានគ្រាន់តែយើងផុសជាភាសាអង់គ្លេសវីដេអូរបស់យើងបើសិនជានិយាយយើងនិយាយជាភាសាអង់គ្លេសបើសិនជាអត់និយាយទេយើងឲ្យមនុស្សទូទៅមើលបានអញ្ចឹងសាសនាក៏មើលបានដែរយើងដាក់ភ្លេងយើងដាក់អីអមជាមួយវីដេអូរបស់យើងទៅគឺយើងអាចសរសេរចំណងជើងអង់គ្លេស thumbnail របស់យើងបើសិនជាមានសរសេរអក្សរសរសេរជាភាសាអង់គ្លេសទៅ channel របស់យើងគឺរុញទៅប្រទេសហ្នឹងហើយអត់បញ្ហាទេរុញទៅបរទេសហើយរុញទៅសាសគេមើលហើយអញ្ចឹងយើងមិនបាច់ដាក់ទីតាំងនៅស្រុកគេទេទីតាំងនៅលើ channel YouTube អត់សំខាន់ទេយើងដាក់នៅប្រទេសគេក៏ដោយបើសិនជាយើងសរសេរអក្សរខ្មែរ YouTube នឹងរុញមកខ្មែរអញ្ចឹង YouTube គេគណនាមើលថាវីដេអូហ្នឹងអាចនឹងខាងណាតម្រូវទៅខាងណានៅពេលដែលគេចាប់បាន algorithm របស់គេចាប់បានគេរុញទៅប្រទេសតាមតំបន់នឹងមួយតែម្ដងអូខេយើងចូលសំណួរមួយទៀតគាត់បាន comment ថាលោកគ្រូ YouTube Short អត់គ្រប់ម៉ោងរកលុយបានឬអត់អត់បញ្ហាទេអត់គ្រប់ម៉ោងក៏រកលុយបានដែរ YouTube Short គឺអត់មានគិតម៉ោងទេអ្វីដែលយើងគិតនោះគឺ10លាន view នៅពេលដែលយើងគ្រប់10លាន view គឺយើងអាចស្នើសុំរកលុយបានហើយនៅពេលដែលយើងរកលុយបានជាមួយនឹង Short ហ្នឹង
ម៉ោងរបស់យើងទូអត់គ្រប់ក៏យើងផុសជាមួយនឹងវីដេអូឡងរបស់យើងក៏មានពាណិជ្ជកម្មយើងអាច add ពាណិជ្ជកម្មបានដែរបានន័យថា 4000 ម៉ោងជាមួយនឹង 10 លាន view ហ្នឹងមិនមែនតម្រូវឲ្យយើងរកឲ្យគ្រប់ទាំងពីរទេពីរហ្នឹងយើងគ្រប់មួយណាក៏បានដែរយើងមានអាចសិតយើងមានសិតរកលុយជាមួយនឹង YouTube បានទាំង long video បានទាំង short video តែម្ដងអូខេយើងចូលសំណួរមួយទៀតគាត់បាន comment ថាបងតើយើងធ្លាក់ view អាចនឹងបាត់ channel YouTube ទេអត់បាត់ទេទោះជាយើងលុបវីដេអូរបស់យើងចោលទាំងអស់ក៏អត់បាត់ដែរ channel YouTube របស់យើងបាត់លើកលែងតែយើងធ្វើបំពេញគោលការណ៍របស់គេបិទ channel យើងចោលឬក៏យើងយកវីដេអូរបស់គេ report channel យើងបិទតែបើសិនជាយើងគ្រាន់តែលុបវីដេអូចោលឬក៏អត់មាន view channel របស់យើងអត់បាត់ទៅណាទេនៅតែប្រើបានរហូតដូច channel ដែលយើងបង្កើតថ្មីយ៉ាងអត់មាន view អត់មានអីទាំងអស់គឺយើងគ្រាន់តែបង្កើត account មួយសម្រាប់មើលទៅលើវីដេអូរបស់គេផ្សេងទេអត់មានបាត់ channel YouTube របស់យើងទៅណាទេគឺយើងនៅមានរហូតយើងអាចប្រើបានរហូតគ្រាន់តែថាយើងប្រើហ្នឹងគឺសម្រាប់មើលវីដេអូរបស់គេស្ដាប់ចម្រៀងស្ដាប់អីចឹងទៅគេចូលមកដល់សំណួរចុងក្រោយក្នុងវីដេអូនេះគាត់បាន comment ថាចង់ឲ្យបងបង្ហាញអំពីការយកវីដេអូពីគេយកវីដេអូពី TikTok មកផុសតែមិនបង្ហាញជាប់ copyright ទេអាចស្នើរកលុយជាមួយ YouTube ពេលក្រោយបានឬអត់ចំពោះយកវីដេអូពី TikTok មកបើសិនជាអត់ជាប់ copyright ហើយវីដេអូហ្នឹងអត់ដែលយកមកផុសនៅលើ YouTube ទេបានន័យថាវីដេអូហ្នឹងអត់ដែលមានអ្នកយកផុសលើ YouTube ទេអាហ្នឹងគឺយើងអាចមានភាគរយច្រើនស្នើសុំរកលុយបានតែបើមានវាអាចជាប់ review content ឧទាហរណ៍ថាយើងអត់ជាប់ copyright ទេប៉ុន្តែវីដេអូហ្នឹងមានគេយកទៅផុសមុនយើងហើយបានន័យថានៅលើ YouTube នៅលើ platform YouTube នៅក្នុងក្រុមហ៊ុន YouTube តែម្ដងមានវីដេអូហ្នឹងហើយអញ្ចឹងយើងយកមកផុសដែរប៉ុន្តែវាអត់ជាប់ copyright ទេអញ្ចឹងវានឹងអាចជាប់ review content មួយទៀតនៅពេលដែលយើងស្នើសុំតែបើសិនជាយើងច្បាស់ថាឧទាហរណ៍វីដេអូរបស់យើងអញ្ចឹងយើងច្បាស់ថាយកពី TikTok មកហើយ TikTok របស់យើងហើយអត់មានអ្នកណាផុសមុនយើងនៅលើ YouTube ទេគឺយើងនឹងអាចរកលុយបាន 100% តែម្ដងគាត់ថាបើសិនជាយើងយកវីដេអូពីគេមកវាអត់ 100% គ្រាន់ថាគេអាច report បានដូចគ្នាម្ចាស់គេទោះជានៅ YouTube នៅ TikTok ក៏ដោយក៏គេអាច report ទៅដល់ YouTube បានដែរបើសិនជាម្ចាស់ដើមគេមានប្រភពគេមានច្បាស់លាស់គេ report ប៉ុន្តែជាទូទៅអត់ទៅបញ្ហាទេបញ្ហាតែមាននៅលើ YouTube ផ្ទាល់តែម្ដងនៅលើ YouTube ផ្ទាល់អត់ពិបាកឆាតទៅ support report អីញ៉ៃទេ YouTube មានកន្លែងចុច report តែម្ដងពេលដែលយើង report គេនឹងសួរមូលហេតុរបស់យើងហើយអញ្ចឹងគេនឹងយើងអាចនឹងបញ្ជាក់ថាគេនេះជាវីដេអូរបស់គេទេ channel ហ្នឹងយកវីដេអូរបស់គេមកហើយ YouTube នឹងទាមទារឯកសារបានន័យថាទាមទារភស្តុតាងអញ្ចឹងគេគ្រាន់តែផុសផ្ញើ link វីដេអូរបស់គេហ្នឹងភស្តុតាងរបស់គេហ្នឹងទៅក្នុងកន្លែង report ហ្នឹងទៅ YouTube check មើលទៅថាអូគេផុសមុនយើងមែនគេផុសវីដេអូនេះតាំងពីខែមុនហើយវីដេអូរបស់យើងនេះទៅតែផុសទេអញ្ចឹងពេលដែលអញ្ចឹងគេនឹងជាប់ copyright strict របស់យើងមួយនៅពេលដែលយើងជាប់3ដងគេនឹងបិទ channel យើងចោលតែម្ដងអញ្ចឹងវាមានតែប៉ុណ្្នឹងទេអាហ្នឹងអូខេអញ្ចឹងសំណួរទាំងអស់ខ្ញុំបានធ្វើការឆ្លើយតបអស់ហើយបើសិនជាបងប្អូននៅឆ្ងល់បងប្អូនផ្សេងទៀតមានចម្ងល់អីផ្សេងអាច comment ក្នុងវីដេអូនេះបានខ្ញុំនឹងចូលទៅ reply បងប្អូននៅតាមក្រោយទៀតឬក៏យកសំណួរបងប្អូនយកមកឆ្លើយតបនៅក្នុងវីដេអូបន្តទៀតដូចគ្នាហើយបើសិនជាមានការ update ថ្មីឬក៏មានគន្លឹះផ្សេងដែលខ្ញុំអាចយកចែកម្លែកបានខ្ញុំនឹងចែកម្លែកនៅក្នុងវីដេអូក្រោយទៀតដូចគ្នាអូខេយើងជួបគ្នានៅក្នុងវីដេអូក្រោយតែម្ដងអូខេជម្រាបលា